មុននឹងសម្រាប់ចិត្តទិញផ្ទះនិងទិញដីបងប្អូនគួរតែស្វែងយល់ព័ត៌មានអំពីប្លង់បំបែកក្បាលដីនិងប្លង់រឹងជាមុនសិនអញ្ចឹងថ្ងៃនេះផងដែរនាងខ្ញុំនឹងធ្វើការបកស្រាយអំពីភាពខុសគ្នានិងអត្ថប្រយោជន៍ដែលបងប្អូនទទួលបានប្លង់រឹងនិយាយឲ្យស្រួលយល់ទាំងប្លង់បំបែកក្បាលដីនិងប្លង់រឹងគឺជាសន្លឹកបានតែមួយដែលមានឈ្មោះជាផ្លូវការដែលយើងហៅថាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលចេញដោយមន្ទីរសុរិយោដីដូចគ្នាប៉ុន្តែចំណុចខុសគ្នានោះត្រង់ថាប្លង់បំបែកក្បាលដីគ្រាន់តែជាបានដែលយើងកាត់ចេញពីចំណែកតូចមួយនៃប្លង់ធំដែលជាទូទៅយើងហៅថាប្លង់មេវាមានបញ្ជាក់អំពីទំហំនិងទីតាំងច្បាស់លាស់ក៏ប៉ុន្តែវាមិនទាន់ជាកម្មសិទ្ធិដាច់ខាតរបស់អ្នកទិញនៅឡើយទេលុះត្រាតែបានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិរួចរាល់ចំណែកឯប្លង់រឹងវិញគឺវាស្រដៀងទៅនឹងប្លង់បំបែកក្បាលដីនេះដែរតែត្រូវបានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិទៅកាន់អ្នកទិញរួចរាល់ដែលជាកម្មសិទ្ធិដាច់ខាតនិងស្របច្បាប់ 100% ចុះបើសិនជាដីដែលបានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិប្លង់រឹងរួចរាល់មានអត្ថប្រយោជន៍អ្វីខ្លះនាងខ្ញុំនឹងធ្វើការរៀបរាប់ចំណុចសំខាន់ៗចំនួន3ដែលបងប្អូនទទួលបាននៅពេលដែលមានប្លង់រឹងទី1សុវត្ថិភាពស្របច្បាប់ 100% ប្លង់រឹងគឺជាកម្មសិទ្ធិដាច់ខាតរបស់បងប្អូនដូចនេះគ្មានជនណាម្នាក់អាចតវ៉ាលក់ត្រួតគ្នាឬក៏យកដាក់បញ្ចាំត្រួតគ្នាដែលគ្មានការដឹងឮនិងផ្តិតវិដាយពីម្ចាស់ដើមឡើយទី2គឺងាយស្រួលក្នុងការលក់ចេញអចលនវត្ថុដែលមានប្លង់រឹងគឺមានតម្លៃនិងងាយស្រួលលក់ចេញបំផុតដោយសារតែអតិថិជនមានទំនុកចិត្តនិងមិនបារម្ភរឿងទំនាស់ទៅថ្ងៃក្រោយទី3គឺងាយស្រួលក្នុងការប្រើប្រាស់ជាទុនបើសិនជាថ្ងៃក្រោយបងប្អូនត្រូវការទុនក្នុងការពង្រីកអាជីវកម្មបងប្អូនអាចយកប្លង់រឹងទៅដាក់ស្នើកម្ចីនៅធនាគារបានភ្លាមៗដែលមានអាទិភាពខ្ពស់ក្នុងការទទួលបានកម្ចីជាមួយនឹងអត្រាការប្រាក់សមរម្យទៀតផងឃើញទេការដែលទិញផ្ទះនិងដីដែលបានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិរួចរាល់ពិតជាផ្ដល់ផលចំណេញនិងសុវត្ថិភាពបំផុតបើសិនជាបងប្អូនមានចម្ងល់ឬចង់សាកសួរអំពីព័ត៌មានដីធ្លីបន្ថែមទៀតអាចខមមិនសាកសួរនៅខាងក្រោមនេះបានកុំភ្លេច follow page យើងខ្ញុំផងបាយបាយបូរីជេរីគុណភាពសុវត្ថិភាពនិងសុភមង្គល